បាទសួស្តីគ្នាយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់មួយចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងការដោះស្រាយរោគតម្លៃនៃចំនួនពិត A និង B ណាបាទអញ្ចឹងបើសិនជាគេមានចំនួន complex 2ដែលវាស្មើគ្នាហើយយើងអាចទាញរោគ A B បានបាទអញ្ចឹងយើងក៏លេខមកមើលលំហាត់របស់យើងនៅទីនេះគឺថានេះឃើញទេបាទអញ្ចឹងគេឲ្យយើងរកតម្លៃនៃចំនួនពិត A និង B ណា A និង B ដើម្បីឲ្យសមភាពខាងក្រោមហ្នឹងពិតណាសមភាពនេះបាទអញ្ចឹងយើងសង្កេតឃើញថាសមភាពហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងចំនួន complex 2ស្មើគ្នាអញ្ចឹងយើងត្រូវស្គាល់ថាត្រូវដឹងហើយឬក៏យើងអាចថាត្រូវចាំហ្មងក៏បានដែរចំនួន complex 2ស្មើគ្នាលុះត្រាតែយ៉ាងម៉េចអញ្ចឹងខ្ញុំសូមរំលឹកពាក់ព័ន្ធជាមួយនឹងនិយមន័យនៃចំនួន complex 2ស្មើគ្នាអញ្ចឹងបើសិនជាគេមានចំនួន complex A បូក BE ស្មើជាមួយនឹងចំនួន complex C បូក DE អញ្ចឹងចំនួន complex 2ហ្នឹងវាស្មើគ្នាលុះត្រាតែយ៉ាងម៉េចយើងថាផ្នែកពិតស្មើផ្នែកពិតផ្នែកនិមិត្តស្មើផ្នែកនិមិត្តមែនទេបាទអញ្ចឹងវាត្រូវបាន A ស្មើ C ហើយនឹង B ហ្នឹងត្រូវតែស្មើ D តើស្មើអញ្ចឹងបានយើងអាចកំណត់ថាចំនួន complex 2ហ្នឹងស្មើគ្នាបាទអញ្ចឹងយើងក៏លេខមកមើលលំហាត់របស់យើងវិញលំហាត់របស់យើងនេះបើយោងទៅតាមនិយមន័យមុនហ្នឹងចំនួន complex អាឆ្វេងចំនួន complex 1ខាងស្ដាំចំនួន complex 1ប៉ុន្តែលំហាត់របស់យើងចំនួន complex ខាងឆ្វេងនេះគឺ2គុណគ្នាហើយខាងស្ដាំគឺ1អញ្ចឹងទៅអញ្ចឹងដើម្បីយើងអាចដោះស្រាយរោគចំនួនពិត A និង B បានតើតែយើងបំលែងទៅម៉េចឲ្យចំនួន complex 2អាខាងស្ដាំគុណចូលគ្នាហ្នឹងឲ្យคล้ายទៅជាទម្រង់ទូទៅនៃចំនួន complex 1មកអញ្ចឹងដើម្បីបំលែងអានឹងបានគឺយើងប្រើតាមវិធីគុណពលាតមែនទេដូចយើងគុណពលាត A គុណ B អីហូរហែចឹងមកពីមុនមកមែនទេបាទអញ្ចឹងយើងត្រូវគុណពលាតអញ្ចឹងគុណពលាតទៅ6គុណនឹង A បាន 6A 6គុណនឹង BE បានបូក 6BE បាទបូក 5E គុណជាមួយនឹង A បានបូក 5AE មែនទេបាទបូក 5E គុណជាមួយនឹងបូក BE អញ្ចឹងវាត្រូវបានបូក 5BE ការ៉េស្មើជាមួយនឹង38ដក 9E មែនទេបាទអញ្ចឹងនៅទីនេះយើងសង្កេតឃើញថាវាមាន E ការ៉េ1ណាហើយយើងចាំថា E ការ៉េស្មើអីE ការ៉េវាត្រូវស្មើជាមួយនឹងដក1មែនទេបាទ E ការ៉េស្មើដក1នេះលក្ខណៈពិសេសនៃចំនួន complex ហ្នឹងគេថា E ហ្នឹងជាចំនួនចម្លែកអញ្ចឹងទៅអញ្ចឹងយើងមើលថាបើសិនជា E ស្មើដក1ហើយខ្ញុំសូមយកដក1ដែលជា E ការ៉េហ្នឹងយកមកចំនួនចូលក្នុងនេះទៅនៅក្នុងនេះបាទអញ្ចឹងវាទៅបាន 6A ហើយចំនួនដក1កន្លែង E ការ៉េអញ្ចឹងទៅបាន 5B គុណជាមួយដក1បានដក 5B ហើយនេះបានដាក់មកមុខដោយសារតែបើសិនជាវាអត់មាន E ទេខ្ញុំសូមដាក់មកមុខចោះដើម្បីបញ្ជាក់ថាហ្នឹងជាផ្នែកពិតហើយបន្ទាប់មកទៀតយើងឃើញថានៅសល់ 6BE ហើយនឹង 5AE អាហ្នឹងមានជាប់ E ទាំងពីរមែនទេបាទអញ្ចឹងបាទនឹងមានជាប់ E ទាំងពីរមានន័យថាហ្នឹងជាផ្នែកនិមិត្តហើយខ្ញុំសូមចាប់ E ជាកត្តាអញ្ចឹងឲ្យដាក់5មកខាងមុខទៅបាន 5A បូកជាមួយនឹង 6B ចាប់ E ជាកត្តាអញ្ចឹងទៅបាទហើយស្មើជាមួយនឹង38ដក 9E មែនទេបើយោងទៅតាមនិយមន័យនៃចំនួន complex 2ស្មើគ្នានេះយើងអាចទាញបានយ៉ាងម៉េចចឹងដាក់ថាតាមនិយមន័យបាទចំនួន complex ចំនួន complex 2ស្មើគ្នាណា2ស្មើគ្នាគេបានយ៉ាងម៉េចគេបានផ្នែកពិតស្មើជាមួយផ្នែកពិតបាទផ្នែកនិមិត្តស្មើផ្នែកនិមិត្តអញ្ចឹងវាទៅបាន 6A ដក 5B ស្មើជាមួយនឹង38 5A បូក 6B វាត្រូវស្មើជាមួយដក 9មែនទេបាទអញ្ចឹងយើងនឹងទទួលបានប្រព័ន្ធសមីការថ្មីមួយដែលប្រព័ន្ធសមីការហ្នឹងយើងឃើញថាវាជាប្រព័ន្ធសមីការដឺក្រេទី1មាន2អញ្ញត្តិ AB អញ្ចឹងទៅណាអញ្ចឹងវិធីដោះស្រាយប្រព័ន្ធសមីការដឺក្រេទី1មាន2អញ្ញត្តិយើងអាចប្រើទៅតាមវិធីបូកដកកំបាត់វិធីជំនួសឬក៏ផ្ទឹមអីយ៉ាងម៉េចអានឹងបានដូចគ្នាអញ្ចឹងឥឡូវខ្ញុំសូមប្រើទៅតាមវិធីជំនួសចោះអញ្ចឹងខ្ញុំសូមតាំងនេះទី1តាំងនេះទី2ហើយខ្ញុំយក
សម័យកាលទី1ឬក៏សម័យកាលទី2ក៏បានដែរទៅទាញរកតម្លៃ A ឬក៏តម្លៃ B អាហ្នឹងសាច់ចិត្តយើងចង់បានមួយណាទាញរកហ្នឹងទៅបានដូចគ្នាអញ្ចឹងខ្ញុំយកសម័យកាលទី1ដាក់ថាតាមសម័យកាលទី1បាទតាម1បាទ 6A ដក 5B ស្មើ38ហើយខ្ញុំចង់ទាញរក A បាទទាញរក A ចេញពីសម័យកាលទី1ហ្នឹងទៅបាទអញ្ចឹងដើម្បីទាញរក A យើងបោះដក 5B នេះទៅអង្គខាងស្ដាំអញ្ចឹងវាបាន 6A ស្មើជាមួយនឹង38ដកបោះឆ្លងវិសមសំទុះឆ្លងសម័យកាលនេះទៅវាទៅបានបូកអញ្ចឹងបានបូក 5B អញ្ចឹងដើម្បីទាញរក A បោះ6ទៅ6ផលគុណបោះទៅបានផលចែកអាការបោះផលគុណផលចែកហ្នឹងជាភាសាកាត់ទេប៉ុន្តែធៀបពិតដោយសារតែយើងចង់បាន A នេះមែនទេអញ្ចឹងបើយើងចង់បាន A ហ្នឹងគឺយើងត្រូវយកអង្គខាងឆ្វេងនិងអង្គខាងស្ដាំនៃសម័យកាលចែកដល់6ដែលចែកទៅយើងថានឹងបោះហ្នឹងឯងប៉ុន្តែយើងអាចថាវិធីកាត់ថាបោះអញ្ចឹងទៅទៅបាន38លើ6បូក5លើ 6B អញ្ចឹងទៅណាបាទអញ្ចឹងយើងបាន A ប៉ុណ្ណឹងហើយយើងអាចសម្រួលតទៀតបានចឹងឥឡូវបើសម្រួលតទៀតអានេះយើងអាចសេបានយ៉ាងម៉េចយើងអាចទៅសេបានឥឡូវអានេះថា38ចែកនឹង2ហើយសម្រួលនឹង2ទៅឬក៏មិនចាំបាច់សម្រួលទុកប៉ុណ្ណឹងសិនចុះហើយបន្ទាប់មកទៀតខ្ញុំសូមយកតម្លៃ A នេះទៅចំនួនក្នុងសម័យកាលទី2បាទអញ្ចឹងគឺថាយក A ស្មើប៉ុណ្ណឹងបាទ38លើ6បូក5លើ 6B ចំនួនក្នុងបាទចំនួនក្នុងទី2ណាហើយចំនួនក្នុងទី2អញ្ចឹងនោះទី2របស់យើងវាត្រូវបាន 5A ប៉ុន្តែកន្លែង A ត្រូវបានចំនួនដោយប៉ុណ្ណឹងមែនទេបាទអញ្ចឹងចំនួនទៅវាត្រូវបាន5កតាជាមួយនឹង38លើ6បូក5លើ 6B បាទហើយដកបូកជាមួយនឹង 6B ស្មើដក 9 អញ្ចឹងទៅមែនទេអញ្ចឹងខ្ញុំសូមសេខាងនេះចុះកុំឲ្យបាក់ឆ្លងទំព័រអញ្ចឹងយើងបោះស្រាយអីហូហែអញ្ចឹងទៅយើងទទួលបានតម្លៃរបស់ AB ឯងបាទអញ្ចឹងយើងអាចទាញរក A អញ្ចឹងខ្ញុំសូមកាត់ណាកុំឲ្យវីដេអូនេះវាវែងអញ្ចឹងតាមរយៈការបកស្រាយយើងអាចទាញបាន B គឺស្មើជាមួយនឹងដក 4ណាយើងបោះចុះឡើងអញ្ចឹងទៅទាញរកអាញាត់ B គឺបានដក 4បន្ទាប់ពីយើងទាញបាន B ស្មើដល់4អញ្ចឹងយើងយកតម្លៃ B ទៅចំនួននៅក្នុងសម័យកាលទី1ក៏បានសម័យកាលទី2ក៏បានអញ្ចឹងយើងថាយកសំទុះមិនបាច់ចំនួនអញ្ចឹងទេយើងថាយក B មកចំនួនកន្លែង A ដែលយើងរកឃើញនេះស្រាប់ហើយណាអត់ចាំបាច់ថាទៅចំនួនកន្លែង1ទី2ព្រោះយើងរក A ឃើញហើយប៉ុណ្ណឹងមែនទេអញ្ចឹងយក B មកចំនួនហ្នឹងមកងាយជាងមែនទេបាទអញ្ចឹងយើងអាចយកចំនួនកន្លែងហ្នឹងទៅបាទអញ្ចឹងគេបានឬក៏នោះអីចឹងទៅបាទនោះនាំឲ្យបាន A បាទ A វាស្មើជាមួយនឹង38លើ6បូកជាមួយនឹង5លើ6គុណជាមួយនឹង B របស់យើងគឺដក 4អញ្ចឹងយើងថាបញ្ចូលគ្នាទៅដោយសារវាបែកមកដូចគ្នាអញ្ចឹងបានដក 4គុណជាមួយនឹង5បានដក20បាទលើ6ហើយ38ដក20វាទៅបាន16លើ6មែនទេអញ្ចឹងចែកទៅបាន3មែនទេបាទឥឡូវនេះយើងអាចទាញរក A ទាញរក B បានណាញ៉ាត់ដែលយើងចង់បានអញ្ចឹងនៅក្នុងការដោះស្រាយនេះគេឲ្យយើងរកចំនួនពិត AB មែនទេឥឡូវយើងរកបាន AB អញ្ចឹងមានន័យថាការដោះស្រាយរបស់យើងត្រូវបានបញ្ចប់ចឹងអាចដូចនេះមកបាទដូចនេះបាទ A ស្មើ3និងបាទ B ស្មើដក 4បាទប៉ុណ្ណឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំហ្នឹងគឺបញ្ចប់ប៉ុណ្ណឹងហើយអរគុណនេះ38ដក20ស្មើ18មានស្មើ16បាទអរគុណ